ឆ្នាំនេះឆ្នាំថ្មីញាតិមិត្តប្រស្រីតែលេងសង្ក្រាន្តហើយឆ្នាំនេះឆ្នាំថ្មីញាតិមិត្តប្រស្រីតែលេងសង្ក្រាន្តធំសម្បាមិនធ្លាប់មានតែលេងសង្ក្រាន្តបាត់ប្រពៃណីយើងធំសម្បាមិនធ្លាប់មានតែលេងសង្ក្រាន្តបាត់ប្រពៃណីយើងសូមជូនពរញាតិមិត្តធ្វើដំណើរឆ្ងាយចិត្តរឿងក្រមដំបូលមួយមានភាពកក់ក្ដៅផ្ទះគឺជាកន្លែងដែលចង់ទៅ